និស្ស័យទ្រង់ជាព្រះយេស៊ូវទ្រង់ជាតួអង្គជាព្រះតែមួយគត់លក្ខណៈពេញលេញរបស់ព្រះយេស៊ូវគឺជាព្រះដ៏ពិតនៅក្នុងគម្ពីរយ៉ូហានចំពោះ10ខ30ខ្ញុំនិងព្រះវរបិតាខ្ញុំគឺតែមួយអង្គទេចង់បញ្ជាក់ថាព្រះយេស៊ូវគ្រីស្ទនិងព្រះវរបិតាគឺតែមួយអង្គទេនៅក្នុងចំពោះ6ខ35និងចំពោះ8ខ28និងខ58ដូច្នេះព្រះយេស៊ូវគ្រីស្ទទ្រង់មានលក្ខណៈពេញលេញដែលបានបង្ហាញគ្រប់ទាំងនិស្ស័យរបស់ទ្រង់រួមទាំងសារជាតិរបស់ទ្រង់ផងភីលីបចំពោះ2ខ6តែទោះជាទ្រង់មានរូបអង្គជាព្រះក៏ដោយគង់តែមិនរាប់សេចក្តីដែលធ្វើស្មើនឹងព្រះនោះទុកជាសេចក្តីដែលគួរកាន់ខ្ជាប់ឡើយគួរបញ្ជាក់ថាព្រះយេស៊ូវទ្រង់មានភាពជាព្រះទាំងស្រុងសូមជម្រាបសួរសាជាថ្មីបងប្អូននៅក្នុងសេចក្តីស្រឡាញ់ព្រះយេស៊ូវគ្រីស្ទថ្ងៃនេះយើងបានជួបគ្នាម្ដងទៀតយើងនឹងសិក្សាព្រះបន្ទូលព្រះអង្គនិងពិចារណាព្រះបន្ទូលព្រះអង្គជាមួយគ្នានៅក្រោមព្រះគុណរបស់ផងព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទមុននឹងចាប់ផ្ដើមសូមបងប្អូនបានសម្រួមចិត្តយើងអធិដ្ឋានជាមួយគ្នាព្រោះបិតាអើយកូនអរព្រះគុណទ្រង់ហើយកូនក៏ត្រូវការព្រះអង្គដែរពីព្រោះព្រះអង្គជាព្រះដ៏មានព្រះចេស្តាមានគ្រប់លក្ខទាំងអស់ដែលព្រះអង្គមានសម្រាប់សេចក្តីស្រឡាញ់ដល់មនុស្សលោកបានទ្រង់យាងចុះពីឋានសួគ៌មកផែនដីដើម្បីសង្គ្រោះមនុស្សលោកបិតាសូមព្រះអង្គបានបង្ហាញដល់ទូលបង្គំនៅព្រះបន្ទូលរបស់ព្រះអង្គនៅពេលនេះដោយនៅព្រះនាមព្រះយេស៊ូវអាមែនបងប្អូនដែលមានព្រះគម្ពីរសូមបងប្អូនបើកនៅក្នុងគម្ពីរយ៉ូហានចំពោះ6ខ38គម្ពីរយ៉ូហានចំពោះ6ខ38បើសិនជាបងប្អូនឃើញហើយខ្ញុំនឹងអានជូនពីព្រោះខ្ញុំបានចុះពីឋានសួគ៌មកមិនមែននឹងធ្វើតាមតែចិត្តខ្ញុំទេគឺតាមបំណងព្រះハរតីនៃព្រះវិញដែលទ្រង់ចាត់ឲ្យខ្ញុំមកខ្ញុំសូមអានដល់ទៀតពីព្រោះខ្ញុំបានចុះពីឋានសួគ៌មកមិនមែននឹងធ្វើតាមចិត្តទេគឺតាមបំណងព្រះハរតីនៃព្រះវិញដែលទ្រង់ចាត់ឲ្យខ្ញុំមកហើយបំណងព្រះハរតីនៃព្រះវិញដែលចាត់ឲ្យខ្ញុំមកនោះគឺខ្ញុំចង់ឲ្យខ្ញុំចាត់អ្នកណានៅក្នុងគ្រប់មនុស្សទាំងអស់ដែលទ្រង់បានប្រទានមកនោះឡើយគឺចង់ឲ្យយើងខ្ញុំប្រុសទាំងអស់ឲ្យរស់ឡើងនៅថ្ងៃចុងបំផុតវិញមិញយើងអានលើសមួយខអញ្ចឹងយើងពិចារណាតែខ38ទេនៅក្នុងគម្ពីរយ៉ូហានចំពោះ6ខ38យើងមានចំណងជើងថាព្រះយេស៊ូវគ្រីស្ទទ្រង់ជាព្រះដ៏ពិតមានសំណួរជាច្រើនសួរថាតើព្រះយេស៊ូវគឺទ្រង់ជានរណាហើយយាងចុះមកផែនដីនេះធ្វើអ្វីអ្នកខ្លះគិតថាទ្រង់ជាមេដឹកនាំសាសនានាបច្ចឹមប្រទេសអ្នកខ្លះថាទ្រង់ជាព្រះរបស់ពួកអឺរ៉ុបអ្នកខ្លះថាទ្រង់ជាមេទស្សនវិទូខ្លះថាទ្រង់ជាមនុស្សអស្ចារ្យព្រានបដៅមនុស្សឲ្យធ្វើល្អចម្លើយយ៉ាងខ្លីថាព្រះយេស៊ូវទ្រង់ជាព្រះដ៏ពិតក្រៅពីទ្រង់គឺគ្មានព្រះឯណាទៀតឡើយបើពិភពលោកមានព្រះច្រើនម្លេះមនុស្សលោករស់នៅមិនបានសុខឡើយព្រោះព្រះទាំងនោះត្រូវការអំណាចដើម្បីគ្រប់គ្រងផែនដីនិងមនុស្សលោកតែការពិតមនុស្សរស់នៅសព្វថ្ងៃបានសុខដោយសារតែមានព្រះមួយអង្គគត់ដែលទ្រង់ផ្ដល់សេចក្តីសុខសាន្តដល់មនុស្សលោកព្រមទាំងមើលថែផ្ទៃមេឃផែនដីដែលទ្រង់បង្កើតកុំឲ្យរបស់ទាំងអស់នោះដើរខុសប្រក្រតីជាហេតុធ្វើឲ្យមានគ្រោះថ្នាក់ដល់មនុស្សលោកសំណួរមួយទៀតថាតើទ្រង់យាងមកផែនដីដើម្បីធ្វើអ្វីនៅពេលដែលទ្រង់យាងមកគឺមានផែនការរបស់ទ្រង់ដែលត្រូវយាងដើម្បីរំដោះមនុស្សឲ្យរួចពីក្រញាំនៃអំពើបាបមុនទ្រង់យាងមកទ្រង់បានប្រទានក្រឹត្យវិន័យទាំង10ប្រការដើម្បីឲ្យមនុស្សកាន់តាមប្រព្រឹត្តតាមតែមនុស្ស
មិនអាចកាន់តាមប្រព្រឹត្តតាមបានឡើយរត់តែនាំគ្នាប្រព្រឹត្តនៅអំពើបាបកាន់តែខ្លាំងឡើងទើបព្រះវរបិតាចាត់ព្រះរាជបុត្រាតែមួយយាងមកផែនដីនេះដើម្បីនឹងសគត់ជាសងថ្លៃលួសនៅអំពើបាបរបស់មនុស្សក្រោយពីសគត់3ថ្ងៃទ្រង់មានព្រះជន្មរស់ឡើងវិញនេះបង្ហាញថាព្រះទ្រង់ឈ្នះលើសេចក្តីស្លាប់មានចំណុច3ទី1ព្រះទ្រង់គង់នៅតាំងពីមុនកំណើតផែនដីទី2ទ្រង់គង់នៅអស់កលជានិច្ចទី3និស្ស័យរបស់ទ្រង់គឺជាព្រះដ៏ពិតនៅក្នុងចំណុចទី1ព្រះទ្រង់គង់នៅតាំងពីមុនកំណើតផែនដីនៅក្នុងគម្ពីរយ៉ូហានចំពុក6ខ38បាននិយាយព្រះអង្គម្ចាស់យេស៊ូវទ្រង់មានវត្តមាននៅនគរឋានសួគ៌មុនមានផ្ទៃមេឃនិងផែនដីហើយទ្រង់នៅមុនពេលដែលទ្រង់យាងចុះមកយកនិស្ស័យជាមនុស្សទៅទៀតនៅក្នុងខ38នេះយើងអានម្ដងទៀតពីព្រោះខ្ញុំបានតោះពីឋានសួគ៌មកមិនមែននឹងធ្វើតាមចិត្តខ្ញុំទេគឺតាមបំណងព្រះហឫទ័យនៃព្រះវិញដែលទ្រង់ចាត់ឲ្យខ្ញុំមកមាននៅក្នុងចំពោះ4ខ34នោះព្រះយេស៊ូវមានបន្ទូលទៅគេថាឯអាហារខ្ញុំគឺត្រង់ដែលខ្ញុំធ្វើតាមព្រះហឫទ័យនៃព្រះដែលចាត់ឲ្យខ្ញុំមកព្រមទាំងបង្ហើយការរបស់ទ្រង់នោះឯងមានន័យថាគ្រប់អ្វីទាំងអស់ដែលព្រះយេស៊ូវទ្រង់បានធ្វើគឺធ្វើតាមបំណងព្រះហឫទ័យនៃព្រះវរបិតាដូច្នេះក្នុងបទគម្ពីរយ៉ូហានបញ្ជាក់យ៉ាងច្បាស់ថាគ្រប់កិច្ចការទាំងអស់ដែលព្រះយេស៊ូវធ្វើគឺធ្វើតាមបំណងព្រះហឫទ័យនៃព្រះវរបិតាទាំងស្រុងមាននៅក្នុងចំពោះ5ខ30និងចំពោះ6ខ38ដែលយើងកំពុងតែពិចារណានេះនៅក្នុងខ2នៅក្នុងចំណុចទី2ទ្រង់គង់នៅអស់កលជានិច្ចអេសាយចំពោះ9ខ6ដល់ខ7ត្បិតមានបុត្រាមួយកើតដល់យើងព្រះទ្រង់ប្រទានបុត្រាមួយដល់យើងហើយឯការគ្រប់គ្រងនឹងនៅលើស្មារបស់បុត្រនោះហើយគេនឹងហៅព្រះនាមទ្រង់ថាព្រះដ៏ជាជំនួយគំនិតយ៉ាងអស្ចារ្យព្រះដ៏មានព្រះចេស្តាព្រះបិតាគង់នៅអស់កលជានិច្ចនិងជាម្ចាស់នៃមេត្រីភាពឯសេចក្តីចម្រើននៃរដ្ឋាភិបាលទ្រង់នឹងផ្ដល់សេចក្តីសុខសាន្តរបស់ទ្រង់នោះមិនចេះផុតពីបល្ល័ង្ករបស់ដាវីតហើយទ្រង់នឹងទប់ទល់ដោយសេចក្តីយុត្តិធម៌និងដោយសេចក្តីសុចរិតចាប់តាំងពីឥឡូវនេះជារៀងដរាបទៅគឺសេចក្តីឧស្សាហ៍របស់ព្រះយេហូវ៉ានៃពួកពលបរិវារនឹងសម្រេចការនេះនៅក្នុងខ6ក្នុងគម្ពីរអេសាយបុត្រាមួយគឺជាព្រះរាជបុត្រាលួងគឺជារាជបុត្រារបស់ស្ដេចដាវីតនៅក្នុងទំនុកដំកើងចំពោះ2ខ7និងលូកាចំពោះ1ខ32និងចំពោះ3ខ16ពាក្យមួយទៀតគឺថាព្រះដ៏ជាជំនួយគំនិតយ៉ាងអស្ចារ្យនិយាយពីបល្ល័ង្កទាំង4បល្ល័ង្កនីមួយៗមានឈ្មោះរបស់ព្រះដែលមាន2ផ្នែកគឺពុំបានមានលក្ខណៈដូចជាអេម៉ាញូអែលទេចំណងជើងទាំងនេះគឺពុំមានលក្ខណៈដូចជាឈ្មោះរបស់មនុស្សក្នុងគ្រាសញ្ញាចាស់ទេអ្នកណាជួយគំនិតយ៉ាងអស្ចារ្យបានបង្ហាញថាជាព្រះម៉ាស៊ីគឺជាព្រះមហាក្សត្រមួយអង្គព្រះដ៏ជួយគំនិតយ៉ាងអស្ចារ្យគឺតាមរយៈបុត្រារបស់ស្ដេចដាវីតនិងអនុវត្តកិច្ចការរាជវង្សដែលនឹងធ្វើឲ្យលោកីទាំងមូលទទួលភាពរុងរឿងអស្ចារ្យចំណុចទី3និស្ស័យទ្រង់ជាព្រះយេស៊ូវទ្រង់ជាតួអង្គជាព្រះតែមួយគត់លក្ខណៈពេញលេញរបស់ព្រះយេស៊ូវគឺជាព្រះដ៏ពិតនៅក្នុងគម្ពីរយ៉ូហានចំពុក10ខ30ខ្ញុំនិងព្រះវរបិតាខ្ញុំគឺតែមួយអង្គទេចង់បញ្ជាក់ថាព្រះយេស៊ូវគ្រីស្ទនិងព្រះវរបិតាគឺតែមួយអង្គទេនៅក្នុងចំពុក6ខ35និងចំពុក8ខ28និងខ58
ដូច្នេះព្រះយេស៊ូវគ្រីស្ទទ្រង់មានលក្ខណៈពេញលេញដែលបានបង្ហាញគ្រប់ទាំងនិស្ស័យរបស់ទ្រង់រួមទាំងសារជាតិរបស់ទ្រង់ផងភីលីបចំពោះ2ខ6តែទោះជាទ្រង់មានរូបអង្គជាព្រះក៏ដោយគង់តែមិនរាប់សេចក្តីដែលធ្វើស្មើនឹងព្រះនោះទុកជាសេចក្តីដែលគួរកាន់ខ្ជាប់ឡើយគួរបញ្ជាក់ថាព្រះយេស៊ូវទ្រង់មានភាពជាព្រះទាំងស្រុងនៅក្នុងគម្ពីររ៉ូមចំពោះ9ខ5ពាក្យមួយទៀតថារូបអង្គទ្រង់ទ្រាយទ្រង់មានលក្ខណៈសម្បត្តិជាចម្បងរបស់ទ្រង់គឺរួមគ្នាមកតែមួយដើម្បីបង្ហាញឲ្យឃើញពីលក្ខណៈពិតប្រាកដថាទ្រង់ជាព្រះមែនសេចក្តីដែលស្មើនឹងព្រះគឺបង្ហាញអត្តសញ្ញាណនិងឯកសិទ្ធិពិសេសគឺជាពំរួចពីការដែលតាមរូបអង្គទ្រង់ជាព្រះនៃទ្រង់ឡើយគម្ពីរកូឡូសចំពោះ1ខ15គឺថាព្រះគ្រីស្ទត្រូវបានហៅថាជារូបអង្គនៃព្រះនៅក្នុងបទគម្ពីរហេព្រើរចំពោះ1ខ3ព្រះគ្រីស្ទត្រូវបានហៅថាជារស្មីមកពីសេរីល្អនៃព្រះហើយមានរូបភាពនៃអង្គទ្រង់មានការបង្ហាញបញ្ជាក់នៅសេចក្តីពិតពីរយ៉ាងគឺ1គ្មានមនុស្សណាអាចមើលឃើញព្រះអង្គម្ចាស់បានទេនៅក្នុងគម្ពីរយ៉ូហានចំពោះ1ខ18 2ព្រះគ្រីស្ទជារូបអង្គជាបរិយាបុត្រានៃព្រះដែលយាងមកយកកំណើតជាមនុស្សដើម្បីឲ្យមនុស្សលោកបានឃើញទ្រង់ច្បាស់នៅក្នុងគម្ពីរយ៉ូហានចំពោះ14ខ9បានសរុបសេចក្តីមកបងប្អូនអើយសូមយើងឆ្លើយថាព្រះយេស៊ូវគ្រីស្ទជាព្រះអង្គម្ចាស់គឺជាម្ចាស់ផែនដីនិងជាម្ចាស់ឋានសួគ៌ដែលយាងមកដើម្បីសង្គ្រោះមនុស្សឲ្យរួចពីបាបអាមែនសូមព្រះប្រទានពរ